ឯកឧត្តមឧបនាយករដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទអញ្ជើញប្រគេនទានព្រះវស្សានិងតេយ្យទានដល់ព្រះសង្ឃចំនួន12វត្តនៅស្រុកជលគិរីខេត្តកំពង់ឆ្នាំងឯកឧត្តមឧបនាយករដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរីនិងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរីនិងលោកដៅកឹមស៊ីនអភិបាលស្រុកជលគិរីរួមនឹងមន្ត្រីរាជការនៃរដ្ឋបាលស្រុកបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទនាថ្ងៃទី29ខែកក្កដាឆ្នាំ2026អញ្ជើញប្រគេនទានព្រះវស្សានិងតេយ្យទានដល់ព្រះសង្ឃចំនួន12វត្តនៅស្រុកជលគិរីខេត្តកំពង់ឆ្នាំងដែលបានធ្វើឡើងនៅវត្តសវណ្ណមយុរាហៅវត្តកងោកមាសស្ថិតក្នុងភូមិព្រៃគ្រីស្រុកជលគិរីខេត្តកំពង់ឆ្នាំងមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរីបានបញ្ជាក់ឲ្យដឹងថាទានវស្សានិងតេយ្យវត្ថុដែលនាំយកមកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានាឱកាសនេះគឺជាការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគិរីទាំងអស់និងរដ្ឋបាលស្រុកជលគិរីដែលបានមូលមតិគ្នាក្នុងរដូវកាលដង្ហែទានព្រះវស្សានេះជារៀងរាល់ឆ្នាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកជលគិរីតែងតែនាំទានវស្សានិងតេយ្យវត្ថុមកប្រគេនដល់ព្រះសង្ឃដែលគង់ចាំវស្សានៅតាមទីអារាមដើម្បីជាការផ្គត់ផ្គង់ដល់ព្រះសង្ឃក្នុងរដូវចូលវស្សានេះមិនដែលអាក់ខាននោះទេឯកឧត្តមឧបនាយកបានបញ្ជាក់ទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី7ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានធ្វើឲ្យវិស័យពុទ្ធចក្រនិងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នាមានជីវភាពទូធាបានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរជាបន្តបន្ទាប់សមិទ្ធផលដ៏មានតម្លៃទាំងនេះគឺបានកើតចេញពីការខិតខំប្រឹងប្រែងនិងការលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាតិធំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើននៅគ្រប់ទីកន្លែងទូទាំងប្រទេសដូចជាផ្លូវថ្នល់ស្ពានប្រឡាយទឹកសាលារៀនមន្ទីរពេទ្យជាដើមក្នុងនោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្នទីអារាមគឺជាទីកន្លែងព្រះសង្ឃពុទ្ធបរិស័ទទូទៅធ្វើការអប់រំទាំងផ្លូវកាយផ្លូវចិត្តឲ្យចេះធ្វើអំពើល្អរក្សាវប្បធម៌ប្រពៃណីជាតិឲ្យបានគង់វង្សយូរអង្វែងក្នុងឱកាសនោះឯកឧត្តមរួមនឹងក្រុមការងារទាំងអស់បានប្រគេននៅតេយ្យទានបរិក្ខារនិងបច្ច័យដល់ព្រះសង្ឃដែលបាននិមន្តមកទាំង12វត្តនៅក្នុងស្រុកជលគិរីផងដែរការដង្ហែទានព្រះវស្សាគឺជាទំនៀមទម្លាប់នេះបានជាប់ជាប្រពៃណីប្រតិបត្តិរហូតមកហើយព្រមទាំងព្រះមហាក្សត្រនិងប្រជារាស្ត្រសាមញ្ញទូទៅតែងតែទំនុកបម្រុងគ្រឿងបរិក្ខារបូជាផ្សេងៗចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាដើម្បីបានអានិសង្សដល់ជាតិមុខក្នុងបណ្ដាគ្រឿងបូជាទាំងឡាយនោះគេឃើញមានទានវស្សាជាវត្ថុដ៏សំខាន់ដែលខ្មែរតែងតែប្រតិបត្តិជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃនេះ